Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿង BR របស់មីនចាថ្ងៃនេះដែរមីននឹងធ្វើការសម្រាប់រឿង My By Showing ភាគ8បន្តអូខេកុំឲ្យខាត់ពេលវេលាយូរលើទៅធ្វើការស្ដាប់មីនសម្រាប់រឿងទាំងអស់គ្នាចាភាគនេះដែរយើងក៏បានឃើញថាមុននឹងអាជនរបស់យើងក៏បានទៅរកស៊ីយល់គាត់ក៏បានរងចាំឡានក្រុងកូនសិស្សរបស់គាត់ក៏បានសួរលោកគ្រូជិះឡានក្រុងដែរមែនថ្ងៃនេះមានអ្វីពិសេសមែនទេបានជិះឃើញលោកគ្រូញញឹមរហូតអញ្ចឹងអាជនអត់តបថែមទាំងបានដេញកូនសិស្សរបស់ខ្លួនប្រញាប់ត្រឡប់ទៅផ្ទះវិញបន្ទាប់មកក៏បានទាញការយកមកស្ដាប់បទចម្រៀងរ៉ូមែនទិកបែបស្នេហាពិតមែនហើយថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់បន្ទាប់មកក៏បានចូលទៅទិញផ្កានិងបាននិយាយរៀបរាប់ស៊ីយ៉ូឡាបើខ្ញុំប្រាប់ថាខ្ញុំបានចូលចិត្តលោកតាំងពីយូរណាស់ហើយតើលោកនឹងធ្វើមុខបែបមិនទៅបន្ទាប់មកក៏បានតម្រង់ដើរទៅរកស៊ីយ៉ូលនៅឯស្ទូឌីយ៉ូបណ្ដើនិងបានស្ដាប់ស៊ីយ៉ូលនិយាយរឿងរបស់ជូហាបណ្ដើគាត់ស្ដាប់ឮហើយរៀងពិបាកចិត្តដែរតែទោះបីជាយ៉ាងណាក៏គាត់នៅតែចូលចិត្តស៊ីយ៉ូលដដែលដល់គាត់ដើរមកដល់មុខស្ទូឌីយ៉ូហើយគាត់ក៏បានស្ដាប់ឮការសន្ទនារបស់ស៊ីយ៉ូលហើយនឹងខ្ជូសុងយីនេះបន្ថាឲ្យទៅប៉ះថ្ងៃសួយហើយគឺថាសួយរហូតហ្មងស្នាមញញឹមរបស់អាជនប្រែទៅជាស្រពោនធ្លាក់បែបការពីបាតដៃដោយមិនដឹងខ្លួនស៊ីយ៉ូលវិញខំរត់ទៅចាប់ដៃរបស់អាជនចង់បកស្រាយរឿងខ្លះតែអាជនរបស់យើងបានខឹងគាត់ទៅហើយក៏បានសួរថារឿងទាំងអស់នេះវាគ្រាន់តែជាផែនការរបស់លោកទេមែនទេឆ្លើយប្រាប់ខ្ញុំមកស៊ីយ៉ូលនៅស្ងៀមមិនទាន់ហ៊ានឆ្លើយតបអ្វីទាំងអស់អាជននៅទ្រាំទៀបមិនបានក៏បានរត់ទៅបាតទាំងទឹកភ្នែកជោគពណ៌ពេលនោះខ្ជូសងរបស់យើងក៏បានដើរមកថាឲ្យស៊ីយ៉ូលរបស់យើងខ្ញុំគិតថាអ្នកដែលគួរតែស្មោះត្រង់មួយនឹងមួយគឺជាឯងច្រើនជាងឯងដឹងអត់អាជនគេមានអារម្មណ៍សោកស្ដាយណាស់ដែលគេមិនបានប្រាប់ថាគេហើយនឹងខ្ញុំគឺជាបងប្អូនជីដូនមួយប៉ុន្តែឯងបានឲ្យភ្លេចវាទៅស៊ីយ៉ូលនេះមានអារម្មណ៍សោកស្ដាយជាខ្លាំងនៅទង្វើរបស់ខ្លួនដែលបានសាងលើអាជនរើសបែបផ្កាមកមើលទាំងទឹកមុខស្រពោនមកដល់ផ្ទះអាជនរបស់យើងគិតតែពីសំងំក្នុងបន្ទប់ជួសងបានចូលមកមើលហើយសួរថាញ៉ាំអីនៅអាជនក៏បានតបថាចាំបន្តិចទៀតទៅបើឯងពិបាកចិត្តចាំខ្ញុំអត់អីទេពេលវេលានឹងធ្វើឲ្យខ្ញុំប្រសើរឡើងអញ្ចឹងយើងទៅហាចាំជួបគ្នាពេលយប់ពេលនោះក្នុងទូរស័ព្ទរបស់អាជនមានអ្នកផ្ញើសារមកឡើងច្រើនតែគាត់អត់បានចូលមើលនោះទេហើយគាត់ក៏បានអង្គុយសួរខ្លួនឯងតើពេលកន្លងមកនេះគាត់កំពុងតែធ្វើអ្វីទៅពេលនោះគាត់ក៏បានសម័យពីស៊ីយ៉ូលដែលព្យាយាមចូលមកក្បែរគាត់កន្លងមកខ្ញុំគួរតែដឹងថាមានអ្វីមួយខុសប្រក្រតីពេលដែលគាត់បាននិយាយថាចាប់អារម្មណ៍ខ្ញុំតាំងពីជួបមុនដំបូងហើយគាត់ក៏បាននឹកឃើញពីពាក្យសម្ដីនិងកាយវិការដែលស៊ីយ៉ូលបានប្រាប់មកគាត់កាលពីពួកគាត់បានថើបគ្នាមុនដំបូងតើមានអ្វីដែលពិតខ្លះទេសម្រាប់ពួកយើងតើខ្ញុំគួរតែធ្វើអ្វីទៅឥឡូវនេះអារម្មណ៍ត្រូវគេបោកប្រាស់ស្នេហាគឺវាឈឺចាប់ណាស់បើប៉ះខ្ញុំអីគឺថា say sorry ហើយងាកមកមើលជូហាវិញពេលដែលគាត់បានបញ្ចប់ការងាររបស់គាត់ហើយពេលនោះគាត់ក៏បានជួបនឹង manager របស់ស៊ីយ៉ូលហើយគាត់ក៏បានធ្វើការរាក់ទាក់គ្នាអីចឹងទៅហើយ manager គឺគាត់យក script ឲ្យស៊ីយ៉ូលជូហាក៏បានសួរពីព័ត៌មានតាក់ទងនឹងការនិយាយរបស់ស៊ីយ៉ូលកាលពីម្សិលមិញតើយ៉ាងម៉េចដែរតើវាមានបញ្ហាអីអត់អីទេវាវិជ្ជមានជាងអ្វីដែលយើងរំពឹងទុកទៀតប៉ុន្តែបន្ទាប់ពីនិយាយជាមួយនឹងលោកជីហើយស៊ីយ៉ូលក៏មើលទៅដូចជាសេតណាស៊ីយ៉ូលក៏មិនមែនសេតព្រោះតែរឿងការងារនោះទេគឺគាត់កំពុងតែសេតរឿងស្នេហានឹងឯងទៅបោកគេចុះឡើងជ្រោខ្លួនស្រឡាញ់គេបាត់ទៅហើយបន្ទាប់មកពួកគាត់ក៏បានដើរទៅរកស៊ីយ៉ូលហើយ manager ក៏បានទុកឲ្យពួកគាត់និយាយគ្នាពីរនាក់ព្រោះគាត់ទៅកំងអីញ៉ាំខ្យល់អីបោកបងមកគឺបងបានថតនៅម្ដុំនឹងវាកម្រណាស់ដែលបងបានថតជាប់លឿនអញ្ចឹងបងគួរតែទៅផ្ទះសម្រាប់ទៅមិនក៏មកទីនេះអញ្ចឹងហេយុនវូគេបានបារម្ភពីឯងខ្ញុំមែនគេខ្លាចខ្វាយបន្ទោសគេព្រោះតែឯងអត់មានលីសការងារនិងការបាក់ទឹកចិត្តរបស់ឯងអញ្ចឹងគេមិនបានបារម្ភពីខ្ញុំពិតនោះទេពេលនោះជូហាក៏បានសួរថាស៊ីយ៉ូលហើយនឹងខ្ជូសុងបាននិយាយគ្នាកាលពីម្សិលមិញព្រោះតែរឿងដែលស៊ីយ៉ូលបាននិយាយកាលនៅក្នុងស្ទូឌីយ៉ូមែនខ្ញុំបានប្រាប់គេថាខ្ញុំស្រឡាញ់បងអីគេហើយខ្ញុំក៏ប្រកាសណាស់ថាគេបានដឹងរួចទៅហើយខ្ញុំក៏ខឹងព្រោះមនុស្សដែលខ្ញុំស្រឡាញ់ត្រូវឈឺចាប់អញ្ចឹងហើយទៅខ្ញុំព្យាយាមដំដើមមនុស្សដែលតាក់ទងជាមួយនឹងខ្ជូសុងមកវិញឯងមានន័យថាមនុស្សប្រុសម្នាក់នោះមែនហើយគឺណាអានជុនប៉ុន្តែខ្ញុំបានធ្វើឲ្យមានកំហុសព្រោះអាជនមិនមែនជាសង្សាររបស់ខ្ជូសុងនោះទេពួកគេត្រឹមតែជាបងប្អូនប៉ុណ្ណោះស៊ីយ៉ូលបាននិយាយទាំងទឹកមកខកចិត្តនឹងខ្លួនឯងព្រោះតែពួកគាត់បានចំណាយពេលជាមួយនឹងគ្នាច្រើនណាស់ហើយក៏មានរឿងច្រើនណាស់ដែរបានកើតឡើងរវាងពួកគាត់ខ្ញុំដឹងតែខ្ញុំមិនបានប្រុងប្រយ័ត្ននិងល្ងីល្ងើអញ្ចឹងហើយបើមានឱកាសបងគួរតែទៅនិយាយគ្នាជាមួយនឹងខ្ជូសុងទៅគេឯងនឹងមានហេតុផលតែទៅចោលបងឯងអញ្ចឹងចោះឯងវិញនោះឯងអត់អីទេបងខ្ញុំអត់អីនោះទេខ្ញុំគ្រាន់តែចង់ឃើញបងឯងសប្បាយចិត្តតែប៉ុណ្ណោះនោះហើយជាអ្វីដែលខ្ញុំចង់បានជូហាបានដកដង្ហើមធំវាពិតមែនណាគ្មានអ្វីផ្លាស់ប្ដូរនោះទេចាតែក៏មើលមុខរបស់ស៊ីយ៉ូលឲ្យសោះម៉ែអត់សេតហើយចាពេលដែល manager របស់ស៊ីយ៉ូលមកវិញជូហារបស់យើងក៏បានសុំតមុនពេលដែលគាត់បានដើរទៅគាត់ក៏បានឆ្លៀតមកមើលមុខរបស់ស៊ីយ៉ូលទៀតគេនិយាយថាគេអូខេប៉ុន្តែមើលទឹកមុខរបស់គេទៅនៅពេលនោះគេពិតជាធ្លាក់ក្នុងលំស្នេហ៍កាលពីថ្ងៃនោះហើយតើវាមានរឿងអ្វីកើតឡើងទៅចំពោះខ្ជូសុងពេលនោះគាត់ក៏បានឃើញអ្នកលួចថតរូបរបស់គាត់បន្ទាប់មកគាត់ក៏បានតាមទៅសួរថាម្នាក់ហ្នឹងគឺជាអ្នកកសែតមែនតើលោកចង់ធ្វើអ្វីហើយពេលនោះមុននឹងឆ្លើយក៏បានលួចថតសម្លេងលោកតែងតែមកជួបលោកស៊ីយ៉ូលជាឯកជនញឹកញាប់មែនមើលទៅលោកដូចជាស្និទ្ធស្នាលជាមួយនឹងគ្នាណាតើលោកបានបែកគ្នាជាមួយនឹងបរិសុទ្ធមុនហើយមែនចាងកាលពីជូហានិងខ្ជូសុងក៏បានទៅខំពីងជាមួយនឹងគ្នាគឺអប៉ិហ្នឹងក៏បានលួចថតសកម្មភាពរបស់ពួកគាត់ដូចគ្នាដែរជូហាក៏បានឆ្ងល់ពីពាក្យសម្ដីរបស់អប៉ិមួយនឹងងាកមកមើលស៊ីយ៉ូលរបស់យើងវិញគាត់ត្រឡប់មកផ្ទះវិញជាមួយនឹងទឹកមុខស្រពោនហើយគាត់ក៏បាននិយាយវាគ្មានអ្វីផ្លាស់ប្ដូរនោះទេខ្ញុំបានចូលទៅចិត្តគេដោយចេតនាអាក្រក់ព្រោះតែជូហាមនុស្សតែម្នាក់ដែលខ្ញុំចង់ការពារបន្ទាប់មកគាត់ក៏បានដើរទៅយកទឹកញ៉ាំក៏បានឃើញសម្ភារៈដែលអាជនរបស់យើងបានទិញឲ្យគាត់គ្រាន់តែឃើញរបស់គេនឹងក៏បាននឹកឃើញដល់ម្ចាស់
ចាស់គេបាត់ទៅហើយវារៀងយឺតពេលបន្តិចហើយប៉ុន្តែជួហាក៏អាចបញ្ជាក់បានហើយឥឡូវនេះគ្រប់យ៉ាងគឺវិលមកសភាពដើមវិញហើយតែអ្នកដែលមិនដូចដើមគឺស៊ីយ៉ូរបស់យើងនឹងឯងងាកមកណាតណាឃើញតែអាជន់រាល់សកម្មភាពនិងពាក្យសម្ដីរបស់អាជន់គឺនៅដានជាប់ក្នុងខួរក្បាលរបស់គាត់ជានិច្ចវាពិតណាស់គ្មានអ្វីផ្លាស់ប្ដូរនោះទេតែហេតុអ្វីស៊ីយ៉ូបានលើសម្លេងសារភ្លាមក៏បានបើកមើលភ្លាមក្នុងចិត្តគិតថាជាអាជន់តែវាមិនមែននោះទេគឺគេបានផ្ញើសារប្រាប់គាត់ថាគេបានធ្វើកំណែរៀបចំតាមស៊ីយ៉ូហើយគាត់ក៏បានបើកភ្លេងស្ដាប់នឹកដល់ពាក្យសម្ដីរបស់អាជន់ទៀតហើយដោយគាត់បាននិយាយថាគាត់ចូលចិត្តស្ដាប់ចម្រៀងរបស់ស៊ីយ៉ូវាធ្វើឲ្យគាត់មានអារម្មណ៍ល្អអរគុណដែលបានបង្កើតបទចម្រៀងដ៏អស្ចារ្យបែបនេះមកស៊ីយ៉ូបាននិយាយជាមួយនឹងខ្លួនឯងហេតុអ្វីគាត់មិនអាចបំភ្លេចអាជន់បានអញ្ចឹងមកមើលអាជន់នៅឯសាលារៀនវិញពេលនោះលោកគ្រូក៏បានសួរថាមកអាជន់នឹងកើតអីគាត់យំមិនមែនអាជន់ក៏បានប្រាប់ថាអត់ទេវាមកពីគាត់គេមិនសូវលក់លោកគ្រូនឹងក៏អត់ជឿនោះទេកាលមុនឃើញពាក់អាវបិទបាំងហើយឥឡូវនេះមកធ្វើការទាំងមកហើមអញ្ចឹងទៀតឬមួយលោកគ្រូក៏ជំងឺទឹកនោមផ្អែមមិនមែនខ្ញុំហើយនឹងអាជន់ឡើងកៀងតែម្ដងស្មានតែបាយកាយតើហើយក៏បានណែនាំប្រាប់អាជន់កុំឲ្យញ៉ាំផ្អែមច្រើនពេកអាជន់នេះក៏បានអាតាមទៅព្រោះតែអាចង់បាយកាពេលដែលលោកគ្រូនឹងចេញផុតហើយអាជន់របស់យើងនេះដកដង្ហើមធូរចិត្តតែម្ដងពេលនោះ director ក៏បានផ្ញើសារមកប្រាប់ថាមានថតនៅល្ងាចនេះអាជន់ឃើញហើយឡើងទៅទ្រង់តែម្ដងព្រោះគាត់មិនទាន់អាចប្រជុំមុខជាមួយនឹងស៊ីយ៉ូរបស់យើងបាននោះទេដល់ពេលថត director ក៏បានរៀបចំឲ្យអាជន់នៅនឹងស៊ីយ៉ូអង្គុយរៀបចំតារាងកាលវិភាគជាមួយនឹងគ្នាអូស៊ីយ៉ូលោករៀបចំហើយអាជន់ទម្លាក់ទឹកមកភ្លាមពេលដែលវត្តមានរបស់ស៊ីយ៉ូបានលេចឡើងបានខ្ញុំរួចរាល់ហើយអូខេឥឡូវយើងចាប់ផ្ដើមថតទៅអំឡុងពេលថតស៊ីយ៉ូរបស់យើងព្យាយាមនិយាយរកអាជន់តែអាជន់នេះនិយាយទៅរកកាមេរ៉ាធ្វើដូចជាគ្មានវត្តមានរបស់ស៊ីយ៉ូនៅនឹងអញ្ចឹងសូម្បីតែបិទ poster ស៊ីយ៉ូប្រុងនឹងចាប់ដៃរបស់គាត់តែអាជន់នេះក៏បានដកដៃចេញឡើងរហ័សតែម្ដងប្រាប់ថាកុំចូលមកចិត្តគាត់ពេកថាទៅគាត់ ignore ស៊ីយ៉ូរបស់យើងតែម្ដងពេលដែលថតចាប់ហើយស៊ីយ៉ូរបស់យើងឃើញអាជន់ប្រុងនឹងលើកសៀវភៅទៅគាត់ក៏សុំជួយតែអាជន់របស់យើងក៏បានបដិសេធព្រោះការថតរបស់គាត់គឺចប់ហើយគាត់អាចធ្វើខ្លួនឯងបានហើយគាត់ក៏បានដើរចេញទៅមួយសន្ទុះក្រោយមកអាជន់របស់យើងគាត់ក៏បាននិយាយគ្នាជាមួយនឹង director គាត់សុំផ្លាស់ប្ដូរអ្នកថតកម្មវិធីថ្មីមកជំនួសគាត់វិញព្រោះគាត់ចង់ដកខ្លួនចេញពី project មួយនឹង director ក៏បានសួរថាមានរឿងអ្វីដែលធ្វើឲ្យអាជន់របស់យើងមិនចង់ថតមែនអាជន់ក៏បានបដិសេធមិនមែនអញ្ចឹងនោះទេមូលហេតុនោះព្រោះគាត់មិនមែនជាតារាពេលដែលចូល TV អញ្ចឹងវារៀង stress បន្តិចសម្រាប់គាត់អូខេអញ្ចឹងចាំខ្ញុំពិភាក្សាជាមួយនឹងក្រុមការងារសិនបន្ទាប់ពី director បានទៅហើយអាជន់របស់យើងក៏បានអង្គុយពិបាកចិត្តនៅក្នុងនឹងពេលនោះ CEO របស់យើងក៏បានដើរចូលមកសួរថាអាជន់ចង់ឈប់ថតមែនអាជន់អត់តបក៏ប្រុងនឹងដើរចេញទៅដើមហេតុមកពីខ្ញុំមែនទេលោកស្អប់ខ្ញុំខ្លាំងណាស់ឬលោកមិនអាចសំបីតែមើលមុខខ្ញុំចំអាជន់បានងាកទៅនិយាយលោកមិនសំបីតែសំទោសខ្ញុំឬក៏ធ្វើការបញ្យល់អ្វីទាំងអស់លោកចង់ឲ្យខ្ញុំបញ្យល់ពីខ្លួនខ្ញុំប្រាប់លោកមែនខ្ញុំនឹងធ្វើការបញ្យល់សូមស្ដាប់ខ្ញុំសិនសូមតោខ្ញុំដឹងថាលោកប្រហែលជាដឹងហើយថាជូហើយនិងខ្ជូសុងបានបែកគ្នាបន្ទាប់ពីបានតាក់ទងគ្នាយូរហើយអញ្ចឹងហើយទៅធ្វើឲ្យខ្ញុំយកច្រឡំលោកជាមួយនឹងខ្ជូសុងក៏តែលោក dating ជាមួយនឹងគ្នាអញ្ចឹងរឿងទាំងអស់វាប្រុសតែជូហាមែនស៊ីយល់អល់មុខចោលប្រុសតែដឹងកំហុសអូខេខ្ញុំព្រមទទួលយកការសុំទោសរបស់លោកខ្ញុំសង្ឃឹមថាពួកយើងមិនបានជួបគ្នានៅខាងក្រៅបន្ទាប់ពីការថតនោះទេអាជន់ប្រុសនឹងដើរចេញទៅតែស៊ីយល់ក៏បានចាប់ដៃអាជន់ជាប់ឈប់សិនយើងនិយាយគ្នាសិនទៅគ្រប់យ៉ាងគឺវា fake ទៅហើយវាគ្រាន់តែជាទំនាក់ទំនងដែលលោកបង្កើតមកអញ្ចឹងហើយវាគួរតែបញ្ចប់ប៉ុន្តែខ្ញុំមិនយល់នោះទេហេតុអ្វីលោកមិនព្រមដោះលែងខ្ញុំឲ្យទៅអញ្ចឹងឬមួយលោកខ្លាចខ្ញុំនិយាយប្រាប់គេពីរឿងមួយនេះវាមិនមែនបែបនោះនោះទេចុះយើងនៅត្រូវនិយាយអីទៀតទៅស៊ីយកព្រមដោះលែងដៃរបស់អាជន់ហើយក៏បាននិយាយបងអាជន់ពេលដែលយើងបានចំណាយពេលជាមួយនឹងគ្នាតើបងពិតជាស្មោះត្រង់មែនទេហើយស៊ីយល់អាមកកុហកគេហើយមកនិយាយពាក្យនឹងបានទៀតតើលោកអាចនិយាយពីភាពស្មោះត្រង់ពេលនេះបានដែរតែខ្ញុំពិតជាស្មោះត្រង់ខ្ញុំក៏មិនយល់ថាហេតុអ្វីបានជាខ្ញុំមិនអាចដោះលែងបងឯងបានដូចគ្នាខ្ញុំគិតយូរណាស់ខ្ញុំស្រឡាញ់បងឯងខ្ញុំគិតតែខ្ញុំបានធ្លាក់ក្នុងអន្លង់ស្នេហ៍បងឯងហើយអាជន់បានស្ដាប់ឮហើយគ្មាន reaction អ្វីទាំងអស់